ស្រីបងប្អូនទាំងអស់គ្នាហើយនឹងមេដែលស្រឡាញ់វិស័យ DIY ឬក៏វិស័យរៀបបាសទាំងអស់គ្នាហើយនឹងអ្នកដែលគាត់និយាយទៅអ្នកដែលគាត់ដើរទិញធុងបាសឬក៏លេងបាសរៀបតែគាត់ចេះធ្វើធុងឯងគាត់ចង់បានជាមួយរបស់ធុងទិញស្រាប់ណាអញ្ចឹងថ្ងៃនេះខ្ញុំមកប្រាប់ពីតម្លៃនៃការធ្វើធុងបងប្អូនខ្លះគាត់ដើរទិញទៅគាត់ចង់បានតម្លៃធូរថ្លៃប៉ុន្តែខ្ញុំចង់បញ្ជាក់តិចតម្លៃទូថ្លៃបងប្អូនឥឡូវបងប្អូនមើលក្តារទាំងអស់គ្នាគាត់ណាក្តារនេះនេះបងអាហ្នឹងសន្ទះសងខាងអានោះកម្របលើក្រោមអានោះឆ្អឹងអានោះកម្របមុខបាទអាពីរនោះកម្របមុខហើយបងប្អូនគាត់ណាមើលក្តារប៉ុណ្ណឹងមកធុងបងប្អូនឲ្យ30រៀលសួរថាចំណេញអត់បាទទី1នៅទឹកថ្នាំទី2នេះកែបៀកទី3បាទថ្នាំតំណប់បាទកាវរត់កាវបិទរុនថ្នាំគ្រើមទឹកភ្លើងជាងឈ្នួរក្តារឥឡូវមកធុង2ទឹកកន្លះចេះតែខ្លះគាត់ឲ្យ30 20រៀលបានណាបង25 45ហើយសួរថាចំណេញបងប្អូនអត់ចំណេញទេបងប្អូនគាត់នៅមើលក្តារទៅនេះបាទមកកាត់ប៉ុណ្ណាណៃហើយខ្ញុំធ្វើអត់កេងក្តារទេបងប្អូនខ្ញុំមកកេងក្តារទេសំខាន់ខ្ញុំធ្វើយកគុណភាពធ្វើយកតម្លៃខ្ញុំរក្សាអតិថិជនខ្ញុំបង្កើតម៉ូយថ្មីខ្ញុំរក្សាម៉ូយចាស់អញ្ចឹងបងប្អូនមើលទៅធុងខ្ញុំដាក់តម្លៃទៅបងប្អូនមិនតទេហើយខ្ញុំធានាធុងស្អាតធុងលឺល្អហើយបងប្អូនខ្លះទៅគាត់ដើរអូបងអើយថ្លៃធុង2ទឹកកន្លះលេងតម្លៃធំ80អីវ៉ាន់60 70គាត់ថាថ្លៃបាទនេះបងប្អូនបើសិនជាបងប្អូនលេងជាមួយនឹងប្រភេទធុង Turbo ទៀតណាបងប្អូនលេងធុងសាប់តែ3ទឹកបងប្អូនបើកាន់200ទៅទិញសឹងថាទិញឲ្យបានទេបងប្អូនធុងថ្មីបងប្អូនទិញឲ្យបានទេ200បាទធុង3ទឹក Turbo បាទប្រភេទធុងនេះគឺតម្លេងនេះបើសិនជា Opler មកលេងអត់ទុកអត់ជាប់ទេបាទ Turbo តតែ Opler ខ្លាំងហើយ Ampli ខ្លាំងប្រភេទ Turbo ណាអញ្ចឹងបងប្អូនបាទយើងកុំតថ្លៃអីបាទយើងអាណិតជាងទឹកភ្លើងទឹកថ្នាំឲ្យប្រើប្រាស់តម្រូវការច្រើនហើយយកទៅលេងបងប្អូនធុងស្អាតបងប្អូនយកទៅគឺអត់ទាស់ចិត្តទេហើយបើតាវាតម្លៃវាថ្លៃមែនប៉ុន្តែគុណភាពគឺសមនឹងតម្លៃបាទអញ្ចឹងអ្នកមេបាទខ្ញុំមិនមានអីច្រើនទេខ្ញុំមានតែប៉ុណ្ណឹងណាអរគុណច្រើន